ស្នាជាមួយអ្នកណាម្នាក់អាចជាមិត្តភក្តិជាបងប្អូនប៉ុន្តែជារួមអ្នកណាដែលយើងអាសាចេញចូលជាមួយអាសាទៅដើរលេងអាសានិយាយទូរស័ព្ទជាមួយនិយាយទៅឲ្យថាយើងមានលក្ខណៈស្និទ្ធស្នាលណាវាងាយស្រួលណានៅក្នុងការដែលយើងយល់ថាយើងស្រឡាញ់គេពីព្រោះយើងស៊ាំណាយើងស៊ាំនឹងការដែលយើងនិយាយមួយគ្នារាល់ថ្ងៃយើងស៊ាំទៅនឹងការដែលយើងទៅណាមកណាមួយគ្នារាល់ថ្ងៃអញ្ចឹងដល់ពេលដែលយើងអត់បានទៅយើងមានអារម្មណ៍ថាអូយដូចមិនដូចខ្វះអីមិនដឹងទេប៉ុន្តែអាបែបហ្នឹងមិនប្រកាសថាជាស្នេហាទេអានឹងវាគ្រាន់តែកើតឡើងដោយសារតែយើងធ្វើវារាល់ថ្ងៃនៅពេលដែលយើងធ្វើវារាល់ថ្ងៃទៅវាទៅជាស៊ាំដូចយើងដោះថ្មិញអញ្ចឹងដូចយើងដោះថ្មិញនៅពេលដែលយើងដោះថ្មិញរាល់ថ្ងៃតែកាលណាយើងខានមួយថ្ងៃយើងមានអារម្មណ៍ថាដូចផ្លែកមិនអញ្ចឹងយូរទៅនៅពេលដែលយើងនិយាយទូរស័ព្ទជាមួយអ្នកណារាល់ថ្ងៃនៅពេលដែលអត់បាននិយាយមួយថ្ងៃយើងមានអារម្មណ៍ថាវារៀងដូចជាផ្លែកក៏ប៉ុន្តែសូមបញ្ជាក់ថាកុំអាចយល់ច្រឡំថាអារម្មណ៍ដែលផ្លែកហ្នឹងជាស្នេហាជួនកាលអារម្មណ៍ផ្លែកហ្នឹងវាគ្រាន់តែថាអារម្មណ៍យើងវាមិនទាន់ស៊ាំទៅនឹងការដែលមិននិយាយទូរស័ព្ទជាមួយគេអញ្ចឹងសម្រាប់ខ្ញុំអត់ចង់ឲ្យយើងយល់ច្រឡំទេនៅពេលដែលយើងនិយាយទូរស័ព្ទមួយមនុស្សម្នាក់រាល់ថ្ងៃហើយយើងចាប់ផ្ដើមមានអារម្មណ៍ថាយើងស្រឡាញ់គេសម្រាប់ខ្ញុំគិតថាវាគ្រាន់តែជាឥទ្ធិពលនៃភាពស្និទ្ធស្នាលតែប៉ុណ្ណោះជួនកាលណាខ្ញុំនិយាយ 100% ទេប៉ុន្តែជួនកាលវាគ្រាន់តែជាឥទ្ធិពលនៃភាពស្និទ្ធស្នាលគេថាឃ្លាតកាយណៃចិត្តស្នេហ៍មិនឈ្នះស្និទ្ធអញ្ចឹងតែកាលណាយើងរៀងស្និទ្ធស្នាលយើងយល់ថាដូចជាសេចក្តីស្នេហាតែពេលខ្លះវាមិនមែនសេចក្តីស្នេហាខ្ញុំឧទាហរណ៍ខ្លួនឯងបើសិនជាខ្ញុំ chat ជាមួយអ្នកណាម្នាក់តាម Facebook Messenger អញ្ចឹងណាបើខ្ញុំ chat មួយម្នាក់ហ្នឹងរាល់ថ្ងៃចាប់ផ្ដើមមានអារម្មណ៍ថាដូចមិនដូចគិតចំពោះម្នាក់ហ្នឹងរៀងប្លែកខុសពីធម្មតាជួនកាលខ្ញុំយល់ថាចំអញតិចស្រឡាញ់គេទៅដូចមានអារម្មណ៍ថាចំដូចមិនដូច chat មួយគេដូចសុបាយអញ្ចឹងណាក៏ប៉ុន្តែនៅពេលដែរគេខាន chat មកមួយទឹកពីទឹកខ្ញុំក៏មានអារម្មណ៍អីទេមានអារម្មណ៍ធម្មតាអត់មានអីហងអញ្ចឹងតែបើខ្ញុំថាអូតាមពិតពេលហ្នឹងមិនមែនស្នេហាផងវាគ្រាន់តែជាឥទ្ធិពលនៃភាពស្និទ្ធស្នាលតែប៉ុណ្ណោះអញ្ចឹងខ្ញុំអត់ចង់ឲ្យយើងចាញ់បោកឥទ្ធិពលនៃភាពស្និទ្ធស្នាលទេអញ្ចឹងកុំគិតថាខ្លួនឯងស្រឡាញ់គេបើសិនជាក្នុងករណីដែលថាយើងចង់ដឹងឲ្យយើងស្រឡាញ់គេអត់ទេណាព្រោះបើយើងមិនច្បាស់ចំពោះបេះដូងខ្លួនឯងដែរបើយើងធ្លាប់និយាយទូរស័ព្ទមួយគេរាល់ថ្ងៃឬក៏ធ្លាប់និយាយដើរលេងមួយគេរាល់ថ្ងៃសាក់ផ្អាកមួយខែពីរខែបើយើងស្រឡាញ់គេទោះបីជាផ្អាកមួយខែពីរខែក៏យើងនៅតែស្រឡាញ់គេដែរក៏យើងនៅតែមានអារម្មណ៍ថាយើងចង់ជួបគេយើងអីក៏ប៉ុន្តែបើសិនជាក្នុងករណីថាវាមិនមែនជាស្នេហាវាគ្រាន់តែជាឥទ្ធិពលនៃភាពស្និទ្ធស្នាលអាពេលដែលយើងខាននិយាយទូរស័ព្ទមួយគេពី3ថ្ងៃដំបូងយើងមានអារម្មណ៍ប្លែកមានអារម្មណ៍ថាចេះចង់ទៅរកគេក៏ប៉ុន្តែដល់ពេលម្លងមួយអាទិត្យម្លងពីរអាទិត្យម្លងបែបអាទិត្យយើងអត់មាននឹកគេតទៀតទេយើងអត់មានអារម្មណ៍អីនឹកគេតទៅទៀតទេអាហ្នឹងគឺបានន័យថាវាមិនមែនជាស្នេហាទេវាគ្រាន់តែជាឥទ្ធិពលនៃភាពស្និទ្ធស្នាលអញ្ចឹងកុំឲ្យមានការយល់ច្រឡំនៅពេលដែលយើងស្និទ្ធស្នាលជាមួយមនុស្សម្នាក់ជាមិត្តភក្តិឬក៏ជាមនុស្សដែលយើងធ្វើការមួយគ្នាយើងទៅណាមកណាមួយគ្នាអារម្មណ៍បែបនេះមិនប្រកាសថាជាស្នេហាទេបើចង់ដឹងថាវាជាស្នេហាអត់សាកអត់ជួបគេមើលសាកអត់ជួបគេឬក៏សាកឆ្ងាយទំនាក់ទំនងនឹងតិចហើយជាទូទៅស្នេហាបើវាជាស្នេហាទោះយើងឆ្ងាយប៉ុណ្ណាក៏ដោយបែកម្នាក់នឹង2-3ខែយើងនៅតែនឹកម្នាក់នឹងអញ្ចឹងនៅពេលដែលយើងនៅឆ្ងាយពីគ្នាក៏យើងនៅតែនឹកគ្នាដែរប៉ុន្តែបើសិនជាក្នុងករណីថាបែកគ្នាមួយរយៈពេលហើយស្រាប់តែយើងដូចជាដល់ពេលកាន់តែយូរកាន់តែមានអារម្មណ៍ថាអត់នឹកអីផងអញ្ចឹងអាហ្នឹងក៏វាមិនមែនជាស្នេហាទៅអាហ្នឹងសម្រាប់អ្នកដែលមិនប្រកាសថាខ្លួនឯងស្រឡាញ់គេដែរឬក៏អត់